ដោយការចាប់ផ្ដើមនៃរឿងគឺមានហ្គេមទៀតហើយដោយមានបុរសពីរនាក់ដែលមានម្នាក់ឈ្មោះ Brad និងម្នាក់ទៀតឈ្មោះ Ryan ពួកគេទាំងពីរបានភ្ញាក់ឡើងនៅក្នុងតូបតាំងខាងមុខផ្សារមួយដែលមានចុងដែនខាងម្នាក់នៅទៅវែងហើយមាននរណាមុខដែកទល់មុខរបស់ពួកគេនៅមានមនុស្សស្រីដែលពួកគេស្រឡាញ់មានឈ្មោះថា Diana ត្រូវបានគេព្យួរនៅខាងលើនៅទល់មុខក្រណាទី3ភ្លាមនោះតុក្កតារបស់ជីក៏បានមកជូនដំណឹងដល់បុរសទាំងពីរថា Diana បានធ្វើឲ្យពួកគេទាំងពីរបង្កសកម្មភាពខុសច្បាប់ជាច្រើនដើម្បីបំពេញបំណងប្រាថ្នាចង់បានសម្ភារៈនិយមរបស់នាងដូច្នេះលក្ខខណ្ឌនៃហ្គេមរបស់ពួកគេគឺជាជម្រើសមួយទាំង Brad Ryan អាចមានម្នាក់ស្លាប់បើសិនជាពួកគេទុកឲ្យ Diana ព្រោះតែបើពួកគេទុកឲ្យ Diana ស្លាប់ពួកគេទាំងពីរនឹងរស់ដំបូងពួកគេឈ្លោះគ្នាហើយ Brad ដូចជាយកប្រៀបលើ Ryan ឆ្នេះ Diana បានស្រែកឲ្យ Brad សម្លាប់ Ryan បន្ទាប់មក Ryan ហួសចិត្តដែលនាងហ៊ាននិយាយបែបនេះទើបធ្វើឲ្យ Ryan បានខំប្រឹងរុញរហូតដល់គាត់យកប្រៀបលើ Brad វិញបន្ទាប់មក Diana បានស្រែកទៅប្រាប់ Ryan ម្ដងថាឲ្យសម្លាប់ Brad វិញហើយ Brad ក៏ត្រូវបានកាត់ដោយធ្មេញរណាហើយធ្វើឲ្យរនរបួសបន្ទាប់មក Ryan ក៏សម្គាល់ថា Diana នឹងជាអ្នកដែលសប្បាយចិត្តមិនថាអ្នកណាឈ្នះនោះទេក្នុងចំណោមពួកគេទាំងពីរដែលធ្វើឲ្យគាត់ដឹងថានាងកំពុងប្រើពួកគេហើយនាងមិនខ្វល់ថាអ្នកណាស្លាប់ទេសំខាន់នាងរស់ដូច្នេះគាត់បានសម្របសម្រួលជាមួយ Brad ហើយពួកគេអនុញ្ញាតឲ្យ Diana ស្លាប់ជំនួសវិញឥឡូវយើងចូលមកដល់ឈុតពីរឿងសង្វាក់6បន្តិចដែលបន្ទាប់ពីបានឃើញការរស់រានមានជីវិតហើយត្រូវបានតាមវាយប្រហារពី Mark Hoffman Joe Talk បានមកជួបជាមួយនឹងលោក Matt Gibson ដែលជាអ្នកស៊ើបអង្កេតកិច្ចការផ្ទៃក្នុងដោយនាងមានគោលបំណងចង់បានការការពារខ្លួនដោយមានធ្នូផ្លាស់ប្ដូរនៅរាល់ព័ត៌មានតាក់ទងនឹងជីកទាំងអស់ហើយនាងបានលាតត្រដាងថែមទៀតថា Hoffman គឺជាអ្នកចូលរួមធ្វើហ្គេមពិឃាតនេះស្ទើរតែទាំងអស់ជាមួយប្តីនាងជីកស្នោបន្ទាប់ពីរឿងនេះរួច Matt Gibson ជាប៉ូលីសដែលធ្លាប់ទុកចិត្តលើ Hoffman អស់រយៈពេលសូមចូលទៅមើលរឿងពេញនៅក្នុង YouTube Khmer Movie Insight ដើម្បីបញ្ចប់រឿងតាមលេងខាងក្រោមហើយកុំភ្លេចចុច Subscribe ដើម្បីទទួលបានរឿងថ្មីអរគុណ